គោរពជំរាបសួរដល់អ្នកគ្រូដឹកនាំជាទីគោរពសូមគោរពជំរាបសួរដល់លោកគ្រូអ្នកគ្រូដែលជាមិត្តរួមថ្នាក់នៅថ្នាក់ខ1ទាំងអស់គ្នាជាទីគោរពស្រឡាញ់នាងខ្ញុំឈ្មោះណយចន្ទធីដែលមកពីក្រុមទី5ហើយចំពោះថ្ងៃនេះដែរក្រុមនេះខ្ញុំបានលើកយកមុខវិជ្ជាវិទ្យាសាស្ត្រថ្នាក់ទី5ទៅលើចំពោះទី4ដែលនិយាយពីរុក្ខធាតុនិងធម្មពលហើយស្ថិតនៅក្នុងមេរៀនទី1និយាយពីរង្វាស់រុក្ខធាតុនិងកម្ដៅហើយចំពោះថ្ងៃនេះនាងក្រុមនាងខ្ញុំលើកយកចំណុចអត្តពលកម្ដៅទៅលើឧស្ម័នយកមកធ្វើការពិសោធន៍ហើយចំពោះការដំណើរការពិសោធន៍នេះយើងត្រូវមានសម្ភារៈដូចជាធុងទឹកដែលមានទឹកថ្លា1កធុនថ្លា2ដបថ្លាដែលជាដបថ្ម1ប៉ោងចំនួន1ឆ្នាំងអគ្គិសនីដែលអាចដាំទឹកបានដោយសារយើងអាចជំនួសកំសៀវបានងាយស្រួលហើយអ្វីដែលខ្វះមិនបាននោះគឺព្រីភ្លើងបើមិនបើយើងអត់មានព្រីភ្លើងទេយើងមិនអាចដាំទឹកឲ្យពុះហើយយកទៅធ្វើការពិសោធន៍បានទេចឹងនៅពេលដែលយើងមានសម្ភារៈគ្រប់គ្រាន់អស់ហើយខ្ញុំសូមធ្វើការពិសោធន៍ដូចតទៅចឹងជំហានដំបូងយើងត្រូវចាក់ទឹកចូលឆ្នាំងអគ្គិសនីដើម្បីដាំទឹកមកចំនួនមួយសមល្មមថាតើចំនួនដែលយើងត្រូវតម្រូវការហ្នឹងតិចឬក៏ច្រើនអញ្ចឹងយើងដាក់មកសមល្មមតាមអ្វីដែលយើងត្រូវការងាយស្រួលដាំទឹកលឿនយើងរងចាំប្រហែលជា3នាទីទឹកនឹងពុះហើយនៅពេលដែលទឹកពុះយើងនឹងដំណើរការពិសោធន៍បន្តទៀតចាអញ្ចឹងបន្ទាប់ពីយើងរងចាំប្រហែលជា3នាទីហើយសង្កេតឃើញថាទឹករបស់យើងចាប់ផ្ដើមពុះហើយមានឧស្ម័នភីឡើងហើយទឹកពុះហើយយើងត្រូវដកព្រីចេញបន្តមកទៀតយើងត្រូវយកទឹកត្រជាក់ចាក់ចូលក្នុងកធុនថ្លាជ័ររបស់យើងតាមបរិមាណសមរំដែលយើងគិតថាអាចយកបានបន្តមកទៀតយើងត្រូវភ្ជាប់រវាងប៉ោងហើយនឹងដបទទេហ្នឹងបញ្ចូលគ្នាហើយយកដបនោះទៅដាក់ក្នុងកធុនមួយទៀតដែលអត់ទាន់បានចាក់ទឹកក្តៅចូលហើយយើងត្រូវយកទឹកដែលយើងបានដាំអំបាញ់មិញយកមកចាក់ចូលក្នុងកធុននោះបន្ទាប់មកទៀតសូមធ្វើការសង្កេតទៅលើដបដែលមានប៉ោងនោះថាដំណើរការវាយ៉ាងម៉េចដែរចាអញ្ចឹងបន្ទាប់ពីយើងរងចាំប្រហែលជា3វិនាទីឃើញថាសភាពប៉ោងនោះគឺមានការប្រែប្រួលគឺពេញប៉ោងនោះគឺបានរីកមាឌអញ្ចឹងនៅពេលដែលយើងបានពិសោធន៍ទៅលើធុងទឹកក្តៅរួចយើងយកដបនោះទៅដាក់ក្នុងកន្ធនជ័រដែលមានទឹកត្រជាក់ម្ដងថាតើសភាពប៉ោងហ្នឹងវាយ៉ាងម៉េចដែរចឹងយើងរងចាំចឹងតាមរយៈការសង្កេតនេះសង្កេតឃើញថាប៉ោងដែលស្ថិតនៅលើដបទទេដែលស្ថិតនៅដបថ្មនេះមានសភាពរួមមាឌវាអត់សូវរីកមាឌដូចមិនទេគឺវារួមមាឌមិនអាចឈរបោះឡើងលើដូចមិនទេចាដូច្នេះអញ្ចឹងតាមរយៈការពិសោធន៍ខាងលើនេះសង្កេតឃើញថាក
កម្លែបង្រួកម្ដៅមានការប្រែប្រួលមានការរីករាលនិងរួមមានចឹងជាចុងក្រោយក្រុមខ្ញុំសូមគោរពជម្រាបលាដល់អ្នកគ្រូក៏ដូចជាលោកគ្រូអ្នកគ្រូដែលជាមិត្តរួមថ្នាក់ទាំងអស់គ្នាប្រសិនបើមានចំណុចខុសឆ្គងត្រង់ចំណុចណាសូមឲ្យលោកគ្រូអ្នកគ្រូយោគយល់និងអធិស្ឋានផងចាសូមអរគុណសូមជម្រាបលា